nhóm trong theo video mới ní tới nhạc đàiកំពុង គិតថាខ្លួនឯងមិនស្អាតឬក៏កំពុងដាក់សម្ពាធលើសម្រស់ខ្លួនឯងនេះជាអ្វីដែលបងប្អូនឃើញគឺខ្ញុំបែបនេះបែបនេះបែបនេះនិងបែបនេះហើយទាំងអស់ហ្នឹងសុទ្ធតែជាអ្វីដែលខ្ញុំចង់ឲ្យបងប្អូនឃើញព្រោះអីគ្មាននរណាចង់បង្ហាញពីចំណាត់អាក្រក់របស់ខ្លួនណានៅលើបណ្ដាញសង្គមទេពេលបងប្អូនឃើញខ្ញុំនៅក្នុងរូបថតឬក៏វីដេអូបងប្អូនអាចនឹងសម័យថាខ្ញុំជាមនុស្សស្អាតស្អីស្អាតស្អាតគ្មានកន្លែងទាស់ប៉ុន្តែការពិតទៅគឺខ្ញុំមានចំណុចខ្វះខាតជាច្រើនដូចគ្នាចំណុចដែលធ្វើខ្ញុំអត់មានទំនុកចិត្តលើខ្លួនឯងណាគឺថ្ងាសរបស់ខ្ញុំនិយាយទៅថ្ងាសខ្ញុំធំមែនតើជាប្រភេទថ្ងាសដែលដាក់ប្រលេងយន្តហោះបានប៉ុន្តែខ្ញុំលើកគេថាថ្ងាសហ្នឹងគេហៅថាថ្ងាសហុងស៊ុយដល់ពេលអញ្ចឹងទៅវាក៏ខ្លាចទៅជាពាក្យដែលខ្ញុំអាសាលួងលោមខ្លួនឯងហើយបើសក់ខ្ញុំវិញណាគឺតិចតាំងពីកណ្ដៅមកបងប្អូននិយាយទៅចាប់ទៅមិនច្បិចហើយការចំណងខ្ញុំទៅសម្រាប់កូនខ្ញុំហើយវិញណាបងប្អូនហើយគឺថាសក់ជ្រុំឡើងចង់អស់ឡើងចង់ទៅពេកក្បាលហើយបើមុខខ្ញុំវិញណាគឺមានជំងឺសើស្បែករ៉ូសេសៀបងប្អូនឃើញទេហ៊ុនញើសឡើងធំហ្មងហើយមានមុនតូចនៅលើមុខនៅលើថ្ងាសទៀតហើយបងប្អូនឃើញនេះហ្នឹងគឺពេលដែលរ៉ូសេសៀធ្វើទុកខ្លាំងនិយាយទៅគឺថាមុខខ្ញុំឡើងក្រហមផ្ទាំងហ្មងនិយាយទៅគឺអាក្រក់មើលមែនតើទោះបីជាឥឡូវវារៀងអន់ជាងមុនច្រើនក៏ដោយតែក៏វានៅតែមានធ្វើទុកម្ដងម្កាលដែរហើយបងប្អូនមើលកខ្ញុំគឺខ្ញុំមានស្នាមជ្រួញពីកណ្ដៅនិយាយទៅមើលទៅគឺកខ្ញុំអត់ស្អាតទេបើកតុយភ្នែកខ្ញុំវិញគឺកាត់រោប៉ាខ្ញុំហ្មងពេលដែលខ្ញុំសោចគឺមានស្នាមជ្រួញនៅកតុយភ្នែកនៅកន្លែងក្រោមភ្នែកឡើងច្បាស់មែនតើអញ្ចឹងពេលដែលខ្ញុំសោចខ្លាំងមើលទៅគឺចាស់ហ្មងអត់ស្អាតទេហើយនេះបងប្អូនច្អូមាត់ខ្ញុំគឺថាវាឡើងដកឡើងជ្រៅខ្លាំងហ្មងហើយកន្លែងចិត្តមាត់ហ្នឹងក៏ចង់ដែរវាដកវាឡើងនិយាយរួមគឺថាមើលទៅគឺឃើញចាស់ហ្មងបើបងប្អូនបានឃើញខ្ញុំនៅក្រៅគឺដឹងហ្មងថាខ្ញុំហ្នឹងគឺទឿនិយាយទៅកម្ពស់ខ្ញុំតែ1.5 ជាងឯងហើយខ្ញុំទ្រលាប់កោងខ្នងទេបងប្អូនដល់ពេលចាំមិនថាអង្គុយឬក៏ឈរឬក៏ដើរគឺថាអត់ស្អាតហើយដំណើរខ្ញុំក៏អត់ស្អាតដែរបងប្អូនឃើញក៏ដៃខ្ញុំតូចមែនណាតែក្បាលពោះនិងផ្លូវខ្ញុំធំណាខ្ញុំរងថ្ងៃហ្នឹងឃើញខ្លួនឯងនឹងដូចដង្កែបអញ្ចឹងហើយដើម្បីឲ្យថតរូបមើលទៅឃើញក្បាលពោះយើងតូចខ្ញុំសុកចិត្តអត់ញ៉ាំបាយនិយាយទៅអត់ញ៉ាំបាយអត់ញ៉ាំទឹកហ្មងហើយពេលដែលថតគឺប្រឹងបឺតដង្ហើមចូលនេះបងប្អូនក្បាលពោះខ្ញុំពេលញ៉ាំអីហើយគឺធំមែនតែនអត់មានរាងចង្កេះហ្មងហើយនេះប្រអប់ដៃខ្ញុំបងប្អូនពេលកាត់កញ្ចក់ខ្លីហើយឬក៏ពេលដៃខ្ញុំស្ងួតគឺអត់ស្អាតទេដៃខ្ញុំដូចមនុស្សចាស់អញ្ចឹងហើយខ្ញុំមានហូមដៃហូមជើងវែងនិយាយរួមគឺខ្ញុំអត់ចូលចិត្តរោមដៃរោមជើងខ្ញុំទេហើយនេះខ្ញុំបានលួចកោខ្លះបងប្អូនកុំអីវែងជាងនឹងទៀតឃ្លៀកខ្ញុំអត់ស្អាតទេបងប្អូនដោយសារតែវារៀងស្អែមហើយវារៀងឈួនហើយវាមានសាច់ណាកន្លែងចិត្តឃ្លៀកនេះទេបងប្អូនឃើញនេះសាច់ហ្នឹងអញ្ចឹងគឺធ្វើឲ្យខ្ញុំអត់ចូលចិត្តពេលឲ្យវាឃ្លៀកអីហើយមើលខ្នងខ្ញុំនៅមានស្នាមមុនក៏ជាមូលហេតុដែលធ្វើឲ្យខ្ញុំអត់ដែរពេលឲ្យវាខ្នងដែរមុនខ្នងខ្ញុំគឺកើតនៅពេលដែលខ្ញុំទៅរៀននៅអូស្ត្រាលីខ្ញុំអត់ដឹងបើចេះគឺអត់ត្រូវធៀបមួយប្រទេសហ្នឹងហ្មងដោយសារតែអូស្ត្រាលីហ្នឹងឯងដែលធ្វើឲ្យខ្ញុំកើតជំងឺសើស្បែករ៉ូសេសៀស្បែកទៅជាខ្សោយហើយឡើងមុនខ្នងតែហេបងប្អូនពេលដែលខ្ញុំមកខ្មែរបូករួមទាំងបានប្រើផលិតផលត្រូវបច្ចុប្បន្នហ្នឹងគឺខ្នងខ្ញុំអត់សូវឡើងមុនទេវានៅសល់ស្នាមតិចៗទេបងប្អូនហើយបើស្បែកមុខអីគឺគ្រាន់បើជាមុនច្រើនមែនតើខ្ញុំនៅមានចំណុចមិនល្អជាច្រើនទៀតរៀបរាប់អត់អស់ទេបងប្អូនតែយើងត្រូវតែរៀនទទួលស្គាល់ការពិតហើយរៀនរស់នៅជាមួយវាទៅយើងមានសេចក្តីសុខអញ្ចឹងក៏ខ្ញុំចង់ប្រាប់បងប្អូនថាភាពស្រស់ស្អាតដែលយើងឃើញនៅលើបណ្ដាញសង្គមមិនមែនជាការពិតទាំងស្រុងទេវាគ្រាន់តែជារូបភាពដែលគេចង់ឲ្យយើងឃើញតែប៉ុណ្ណោះជាក់ស្ដែងគឺយើងម្នាក់សុទ្ធតែមានកន្លែងខ្វះខាតហើយអ្វីដែលសំខាន់ណាគឺយើងអាចច្នៃវាដើម្បីទៅជាភាពលេចធ្លោរបស់ខ្លួនឯងនេះជាសារមួយដែលខ្ញុំចង់ផ្ញើជូនខ្លួនឯងហើយក៏ជាសារដែលខ្ញុំចង់ផ្ញើជូនបងប្អូនយើងដែរគឺថាភាពស្រស់ស្អាតមិនមែនស្ថិតនៅលើអ្វីដែលយើងឃើញទេវាស្ថិតនៅលើរបៀបដែលយើងទទួលយកនិងស្រឡាញ់ខ្លួនឯងអញ្ចឹងថ្ងៃដែលខ្ញុំឈប់ដាក់សម្ពាធលើខ្លួនឯងនិងរៀនទទួលយកភាពមិនស្អាតមិនល្អឥតខ្ចោះរបស់ខ្លួនគឺជាថ្ងៃដែលខ្ញុំចាប់ផ្ដើមមានក្តីសុខនិងស្រឡាញ់ខ្លួនឯងពិតប្រាកដ